Niệm mô ta sa phê ca vẹt tao a re ha tao sama samputtasa. Niệm mô ta sa phê ca vẹt tao a re ha tao sama samputtasa. Niệm mô ta sa phê ca vẹt tao a re ha tao sama samputtasa. លំដាប់ដំណើរទៅក្នុងវិរៈឱកាសថាមានសេចក្តីដើម្បីថានឹងបានជាអ្នកសម្ដែងប្រធរក៏ដូចជាធររបស់បរមសាសម្មាសម្ពុទ្ធនៃព្រះអង្គដែលបានត្រាស់ដឹងហើយដែលថាព្រះធរបានស្រាប់បានដោយកម្រដូច្នេះហើយយើងដែលបានស្រាប់នៅព្រះធរឈ្មោះថាបានដោយកម្រមួយដែលថាជាកម្រនៅក្នុងសង្សារវដ្តមកការត្រាស់ជាពុទ្ធបានដោយក្រយ៉ាងណាមិញការសម្ដែងនៅពធការស្ដាប់បាននៅពធនឹងក៏បានដោយក្រដែរនឹងការត្រាស់ដល់ពុទ្ធបានដោយកម្រការស្ដាប់នៅពធបានដោយកម្រការសាមគ្គីសង្ឃរវាងសង្ឃក៏ការជាបានដោយកម្រដែរប៉ុន្តែដែលយើងបានស្ដាប់នៅពធនេះដោយអំណាចការកសាងបុណ្យឧបនិស្ស័យអធិអាស្រ័យមកមិនមានមួយជាតិនេះទេសិតតែបានសន្សំមកជាអនេកជាតិជាច្រើនជាតិជាអនេកមកហើយធ្វើឲ្យមានបញ្ញាមានសទ្ធាជឿជាក់ក្នុងពុទ្ធសាសនាជឿអំពីហេតុការណ៍ត្រូវនឹងក្នុងពុទ្ធសាសនាឲ្យឈ្មោះថាសទ្ធានឹងជឿអំពីគុណអំពីបុណ្យអំពីបាបហ្នឹងជាសទ្ធាហើយសទ្ធានេះគឺមិនងាយរកបានណាហើយដល់ការមានសទ្ធាហ្នឹងយើងក៏មានសេចក្តីជាអ្នកព្យាយាមក្នុងការស្ដាប់នៅពធព្យាយាមក្នុងការសិក្សាបប្រតិបត្តិនៅធម៌ការព្យាយាមនេះដែលមិនខ្លាចឧបសគ្គណាមួយមករារាំងនេះដែលឈ្មោះថាវិរិយារម្ភៈហ្នឹងគឺប្រព្រឹត្តសេចក្តីព្យាយាមហើយព្យាយាមក្នុងទីនេះគឺព្យាយាមក្នុងផ្លូវល្អព្យាយាមក្នុងប្រតិបត្តិនៅកុសលអ្វីជាផ្លូវល្អផ្លូវនៃសប្បុរសតែដំណើរដើរទៅនេះជាផ្លូវនៃការព្យាយាមដ៏ប្រសើរជាការព្យាយាមដ៏ល្អណាដល់សម័យថ្ងៃនេះឯងគឺខ្ញុំកណាចង់សម្ដែងទៅអំពីថាមានធម៌អ្វីជាកម្លាំងនាំឲ្យបានសម្រេចនៅគុណធម៌សម្រេចនៅប្រយោជន៍ផ្សេងហ្នឹងមានធម៌អ្វីដែលជាកម្លាំងនៅក្នុងធម៌ហ្នឹងមិនឈ្មោះថាពលៈធម៌ទេពលៈធម៌កម្លាំងធម៌មានកម្លាំងមិនថាធម៌ជាកម្លាំងណាធម៌ជាកម្លាំងដោយឈ្មោះថាពលៈធម៌ហ្នឹងណាដូច្នេះហើយបើយើងបើគ្មានធម៌ជាកម្លាំងហ្នឹងទេយើងក៏មិនអាចសាងកុសលសាងទានបានទេដោយសារថាគ្មានធម៌ជាកម្លាំងទៅដូចជាការងារអ្វីៗដែលយើងប្រកបកិច្ចការអ្វីៗមួយវាផ្សំជាមួយកម្លាំងចិត្តណាបើយើងគង់តែហត់សរសៃសរសាបឡើងមិនចង់បានអញ្ចឹងស្រាប់តែលឺសូគេហៅទៅលេងបុណ្យមហាស្របក៏បុណ្យវិធីផ្សេងទៅហើយវាចូលចិត្តដល់ខ្លួនឯងទៅវាពេញចិត្តទៅស្រាប់តែឡើងភ្លាមជឹងក្រោកឡើងបានធ្វើដំណើរហើយញញឹមទៅអត់ភាពផត់ភាពអីទេផ្លេចអស់លីងមួយម៉ាញ់មិញនៅហត់ទេនៅហត់ឡើងមិនចង់បានដេកអីងើបមិនចង់រួចស្រាប់តែលឺសូគេហៅទៅបិណ្ឌមហាស្របឯងនេះចូលចិត្តបុណ្យមហាស្របនឹងចូលចិត្តវិធីលេងហ្នឹងក៏ឡើងទៅបានយ៉ាងណាមិញចង់សម្ដែងអំពីសភាពនៃចិត្តពេលដែលចិត្តចង់ទៅសុបាយចិត្តទៅពេលហ្នឹងមានកម្លាំងកាយអាចទៅបានអត់លំបាកអីទេតែបើថាលឺសូថាគេយើងកំពុងតែអស់កម្លាំងស្រេចទៅហើយគេហៅទៅធ្វើការងារផ្សេងក្នុងខ្លួនឯងក៏អត់ចូលចិត្តទៅអត់បានហើយទៅតែអន់ថយកម្លាំងទៅណាមើលគ្មានកម្លាំងស្រេចទៅហើយគេហៅទៅធ្វើការដល់ខ្លួនឯងអត់ចូលចិត្តទេអត់មានកម្លាំងទេហើយបើគេហៅទៅមហាស្របទៅវិធីផ្សេងដែលសុបាយហើយឯងនេះវាចូលចិត្តទៅជាមានកម្លាំងភ្លាមទៅបានភ្លាមធម្មតាញញឹមទៅសុបាយចឹងទៅណានេះចង់និយាយថាកម្លាំងចិត្តហ្នឹងខ្លាំងខ្លាណាស់ហើយចិត្តដែលមានកម្លាំងហ្នឹងដោយអាស្រ័យមានភាពធម៌ដែលជាកម្លាំងនេះប៉ុន្តែខ្ញុំកណាមិននិយាយសេចក្តីនេះទេចង់និយាយសេចក្តីថាដែលយើងមានកម្លាំងយើងធ្វើការងារហ្នឹងទៅបានអត់ថត់អត់នឿយទេប៉ុន្តែបើយើងអត់កម្លាំងទៅហើយមិនអាចធ្វើការងារឲ្យសម្រេចបានយ៉ាងណាមិញការងារដែលយើងធ្វើបានសម្រេចត្រូវមានកម្លាំងចិត្តហើយកម្លាំងចិត្តនឹងមានវាប្រវត្តិទៅជាមួយកម្លាំងកាយហើយតែកម្លាំងចិត្តមានកម្លាំងកាយក៏មានដែរពេលហ្នឹងមានក្នុងពលៈធម៌5យ៉ាងដែលយើងធ្វើកុសលបានយ៉ាងសេចក្តីល្អឲ្យសម្រេចបានរហូតដល់ព្រះអរហត្តផលដល់ព្រះសម្មាសម្ពុទ្ធឬមួយថាបច្ចេកពុទ្ធឬមួយថាសោតាបរិបុគ្គលនេះគុណធម៌ទាំងអស់នេះសម្រេចបានដោយអាសាកម្លាំង
thọ tầng pram sạch thia ba lặng cầm lặng nó cứ sạch thia hay là hốt bàn to tới vì để gì ạ vì để sạch đây phì diêm sạch thia nó cua chưa bỏ để cua chứa mà thà sạch thia sạch đây chưa vì để gì á vì để sạch đây phì diêm Samadhi ta tăng chất chóp một tiết thì thà sạch đây là lực bàn hay năng pan nha tiếng pram nè đây dương saiประพฤติban trong sạch đây là ở trong quân thọ to tại miền sạch thì bà khoa sạch thì tì mùi hết cứ mình ai mình bình tiền má này mình ai nhang ở quay ở sườn rạch bán này than xuống có miền tiêu lúa có miền thì biến có miền đây sai khoa sạch thì mở bên mở bút tập phu mở sạch thì thất vì gì thất pan nhà thật ông vô thông ông vô sạch thi thông và bột ông ta đang vô pan nha thông ông ta đang vô cà phê diêm thông vô sạch thi thông nâng à thọ nó chỉ còn lắng hết nè sạch thi thất quy định thất pan nha thất nó cho nên vậy thà ca ta đang chỉ một bán đó sải vô sạch thi vô quy định vô pan nha nâng không buồn không bay nâng để cho tập phum á nó mới thà ấy cho mới thà tập phum nữa nè chẳng hay trong này vậy sạch đây thả sạch đây chia diêm nè nó mới sạch thia nè để dương miên món tao chia cầm lặng bao dương sầm rạp dương sang của sở mới sẽ thấy đây là khoa sạch thia mình ai dùng bình tiền bán nè miên sọc sầm trao sầm bát chia đắt giang na cả đó chỉ nặng miên mình tây đây cho cá miên pon na cả đó pon tay là thả khoa sạch thia hơi cầm ai bình tiền mà đây chỉ thả kia một sầm ông có nè miên sạch thia đã ban đời nghĩ là đại khoa sạch thia ông có 10 lon cầm ai ôi chỉ tiền bạn đây đây cho nên hơi sầm bát sạch thia nè để ở trà hay sạch thiên ấy dân mình tôi tính đi lọc nòng xa rồi mới thả tàu vô pitina mau đầm bay ban sạch thiên không tới tàu rùa pitina thằng cấp pitina mau tới đầm bay thả các ban sạch thiên chơi mất là anh ban sạch bát các ban sạch thiên chơi mất là anh ban chia pra đỏ hon dân sánh pra đỏ hon dân pin chất thằng sạch bát đỏ hon pin chất thằng sạch bát po thì nhiên ca tra đăng sập rộp nắng ban nay còn phải thả ca để ban sạch thiên mau tra đăng chỉ bảo bột ban chỉ pra đỏ hon tập phật ban mới thả bằng pin tiền ban của sau đầm bay thả sạch bát từ và bộ thì nhiên bán đó là sai cầm lắng cứ sạch thia nè ca sạch thia thua tiền mà khuyên sạch thia ấy nhưng mình ai kia bong chỉ tiền bán tụi bay pram rồi riêng mà ai thua thì tiền bán lại sọc chặt sụp bỏ cháu ta đắc tiền ấy nặc bộ con đỡ như cho nhạc không phải hình chứng hay là mình tên ấy mình đầy mình trưng xong cướp mình chơi từ đồ xí mà xong kê chứ nghe nó con nan ấy đây mình thừa cả nè to chất là nặng xong tiền thiệt nè đời xảy tắc là anh khoa sạch thía mà men sạch thía chèp tràn á men kia nạc sống ban ôi tiên ấy bởi cái men nạc sống nước máu dùm ban ôi tiên này sạch thía có đầy bánh nhá đó cái này là cái ban một sông tiên chứ nhưng ban ôi tiên này đây cho nó Bodhisattva cả bọn soi và chiết chia chặt toàn nằm đấy đây trâu priêm sanantara nâng bánh bọn thlu bị phải chất lần lừa khăn non prun lươn là hát đó là cả nó còn lắng rồi bàn tay để bọn cái khơi là cương ca sa sụp pho để sanantara priêm nâng ba pen là khơi luôn trò trung là cương ca sa pho hơi banh bọn chặt vào môi lớn cứ từng sầm lạp bàn tay khơi cương ca sa sụp pho cứ sầm pất rồi bóp ra arahon prasama samput có bọn trò trong và chưa có put có bọn trò trăng pra arahon có bọn trò trắng về năng làm đấy cho tần năng còn mình nhăng sạch đây crowd để coi là mình miên sạch đây crowd xóa crowd xóa rồi nè mình miên sạch đây crowd để coi là sum bay mình tích mình tuột hay cả tham xu thế thà nay sầm lánh đẹp trời cả ấy nhóm trời cả lúc nằng đời xa còn đây cái mà hay sấy rồi mà chồng ba nữa lúc là bao bỏng là mấy thà làng ca nè về nó bọn có liệt bọn nó phục nó sầm lánh nha mình prap tới nè prap dương ôi phục nữa hay bọn đó chỉ vứt nừng slap đó chỉ vứt nừng slap á miền thọ mà á đấy miền mà là mồm thế từ slap á đời xa từ một mùi pruôn nhưng mà thà mùi pruôn nồng pê nghe chứ thà luôn mùi phải chặt nó đòi non thà luôn bỏ hông á hay họ lừa can nó cầm lăng tiết pruôn không trong là giấy phép thả tốc khăng nữa bàn tay bọn ắt miên sạch đây cọt cọt là hơi tram chẳng hà nét sầm lánh nhạc trời cạp lúc nét chắp rồi nà a tay bọn chẳng lẹp bong ôi chỉ tiền nó đời xảy tham miên sạch thía nè đời xảy cái chưa thả
ការសាងទានបុណ្យបារមីនេះនឹងបានត្រាស់ជាសម្បញ្ញត្តិញាណបាននឹងបានសម្រេចជាព្រះពុទ្ធបានដោយអាស្រ័យថាក៏សាងបុណ្យសន្សំបារមីនេះតែអាស្រ័យសេចក្តីជឿតែជឿមានបញ្ញាទេណាបាទបើថាព្រះអង្គមិនអោយទានឥឡូវក៏ស្រាប់ទៅក៏ចូលត្រែភ្លុកនឹងមានយកទៅតាមបានណាហើយបើព្រះអង្គមិនសាងជាទានមិនបំពេញទានហើយបើសិនជាព្រះអង្គមិនលះបង់ភ្លុកនឹងអោយជាទានហើយភ្លុកនឹងត្រូវស្លាប់ចោលត្រែតាមានជាប្រយោជន៍អីសម្រាប់ព្រះអង្គហើយតែព្រះអង្គស្លាប់ទៅមិនបានអោយជាទានតែបើសិនជាព្រាហ្មណ៍សនន្តរៈនេះមកសុំនៅភ្លុកនេះទានទៅបាញ់ព្រះអង្គហើយនេះព្រះអង្គត្រង់ឃើញថាសនន្តរៈហ្នឹងនៅថាមកជួបំពេញបារមីសម្រាប់ខ្លួនឯងអញ្ចឹងមកអញ្ចឹងមកដើម្បីបំពេញបារមីសម្រាប់ខ្លួនឯងដែលខ្លួនឯងថាត្រូវជារំលែកក្នុងចិត្តជារំលែកត្រូវស្លាប់ត្រូវអស់ប្រច័ណ្ឌទៅក្នុងចិត្តហ្នឹងដែលព្រះអង្គត្រង់លះបង់នៅទាននេះខ្ញុំកណាចង់បញ្ជាក់សេចក្តីថាដែលមានសទ្ធាទាំងការជឿអំពីថានឹងបានជាសព្វយុត្តញាណដោយអាស្រ័យថាការលះបង់នៅទានបំពេញបារមីដើម្បីត្រាស់ជាពុទ្ធបានណានឹងការជឿនឹងប្រកបដោយបញ្ញាទៅព្រះអង្គត្រង់មានកម្លាំងក្នុងការបំពេញទានមានកម្លាំងក្នុងការលះបង់ជីវិតដើម្បីឲ្យជាទានមានកម្លាំងក្នុងការបំពេញទានបារមីទានបបារមីទានបរមត្ថបារមីដោយអាស្រ័យមានសទ្ធាមានបញ្ញានឹងដែរណានឹងខ្ញុំកណាចឹងបញ្ជាក់ថាសទ្ធាបលាំងនេះកម្លាំងគឺសទ្ធាបំពេញទានបំពេញកុសលបំពេញសេចក្តីល្អបានសាងគុណធម៌សម្រាប់តទៅមុខបានដោយអាស្រ័យមានសទ្ធាមើលយើងឃើញសេដ្ឋីធំអ្នកមានអីចឹងដើរជួបអ្នកក្រអត់ឲ្យទានទេដោយអាស្រ័យកាត់ក្រគឺក្នុងចិត្តកាត់នឹងជាអ្នកក្របើមានឲ្យទានគេបាននេះអត់ទេមកពីខ្លួនឯងក្រដោយអាស្រ័យខ្វះសទ្ធាហ្នឹងអ្នកដែលមានសទ្ធាឈ្មោះថាអ្នកមានហើយអ្នកមានសទ្ធាបានឋានសួគ៌បានដោយអាស្រ័យកម្លាំងសទ្ធាទៅទេវលោកបានដោយអាស្រ័យកម្លាំងសទ្ធាទៅគាត់ជាមនុស្សបួសបានដោយអាស្រ័យកម្លាំងសទ្ធាបានត្រាស់ជាពុទ្ធព្រះអរហន្តហើយបានត្រូវតែមានសទ្ធាកណាអញ្ចឹងហើយការត្រាស់ជាពុទ្ធបានដោយអាស្រ័យមានសទ្ធាហៅថាសទ្ធាធឹកហ្នឹងណាហ្នឹងហើយមានសទ្ធាជាធំហើយព្រះអង្គបំពេញបារមីសន្សំទៅដោយអាស្រ័យការជឿកណាតែសទ្ធានិយាយក្នុងការសទ្ធានេះគឺថាការជឿដែលជឿអ្វីដែលត្រូវទៅតាមកម្មនឹងតាមផលការជឿនឹងធ្វើឲ្យយើងមានកម្លាំងណាតែយើងសាងបុណ្យដឹងថាជឿថាបានបុណ្យប្រកបជាមានកម្លាំងហើយដល់សាងបុណ្យអត់សូវជឿទេក៏កម្លាំងអត់សូវមានទៅណាហើយបើថាមិនជឿសោះអត់មានកម្លាំងដើម្បីសាងជាទានទេដោយឡែកស្អីខ្វះសទ្ធានឹងហើយដែលក្នុងទីនេះនិយាយអំពីពលៈធធជាគ្រឿងមើលថាធជាកម្លាំងហ្នឹងឲ្យឈ្មោះថាពលៈធណាហើយដល់ទី2ហ្នឹងឈ្មោះវិរិយៈសេចក្តីព្យាយាមណាសេចក្តីព្យាយាមក៏នាំឲ្យមានកម្លាំងដែរបើមិនព្យាយាមទេមានកម្លាំងណាស់បំពេញកុសលបើមិនព្យាយាមទេមិនញ៉ាំងការងារឲ្យសម្រេចបានដោយស្អីខ្វះការព្យាយាមបើខ្ជិលអមហេតុវិនិច្ឆ័យដូច្នេះហើយការព្យាយាមហ្នឹងដែលនាំឲ្យយើងមានកម្លាំងក្នុងការសាងទានមានកម្លាំងក្នុងការបំពេញទានបំពេញកុសលហ្នឹងដោយអាស្រ័យសក្ការព្យាយាមហ្នឹងដែរយើងមិនព្យាយាមទេបានតែការងារប្រព្រឹត្តទៅបានណាបើយើងមិនព្យាយាមក្នុងកិច្ចការអ្វីៗការងារក៏មិនបានសម្រេចរៀបរយយើងដឹងអញ្ចឹងយើងធ្វើការងារចិញ្ចឹមជីវិតក៏ដោយធ្វើការងារដើម្បីប្រកបរស់ស៊ីធ្វើការផ្សេងៗក៏ដោយបើសិនជាខ្វះការព្យាយាមហើយខ្ជិលមិនធ្វើការមិនព្យាយាមយើងស្មានថាជីវភាពយើងប្រព្រឹត្តទៅបានណាស្មានថាការចិញ្ចឹមជីវិតនឹងអាចប្រព្រឹត្តទៅបានដូច្នេះហើយការព្យាយាមនេះដែលយើងឈ្មោះថាការព្យាយាមជាធរអុយកម្លាំងក្នុងការព្យាយាមដែលត្រូវហែសមិត្តអីជាង7ថ្ងៃនៃមហាចន្ទកៈហ្នឹងដែលហែសមិត្តហ្នឹងព្រះអង្គហែអស់7ថ្ងៃដោយអាស្រ័យការព្យាយាមហ្នឹងហើយរហូតព្រះអង្គរស់រៀនមានជីវិតបានហែសមិត្តបានដោយអាស្រ័យទេវតាហ្នឹងចាប់គឺព្រះអង្គឯងមិនដឹងប៉ុន្តែដោយអាស្រ័យថាក្នុងគ្រានេះព្រះអង្គហែអស់7ថ្ងៃយើងអ្នកធម្មតាណាតែហែសមិត្តហែមិនរួចណានឹងហើយការព្យាយាមនេះដែលឈ្មោះថាកម្លាំងក្នុងការព្យាយាមនេះហើយនឹងព្រះអង្គក៏ត្រាស់ដឹងដោយវិរិយៈធឹកហ្នឹងនឹងអាស្រ័យទៅព្រះអង្គមួយលោកយកបញ្ញាជាធំយកព្យាយាមជាធំឬមួយថាយកសទ្ធាជាធំដោយអាស្រ័យតាមការកសាងអធិស្ឋាននៃពុទ្ធព្រះអង្គមកណាប៉ុន្តែបើសិនខ្វះការព្យាយាមត្រាស់ជាពុទ្ធមិនបានទេណានឹងហើយបើឈ្មោះថាវិរិយៈបារមីឬមួយថាវិរិយៈធឹកហ្នឹងថាការបំពេញនៅកងកុសលការបំពេញនៅសេចក្តីព្យាយាមនៅក្នុងចិត្តសន្តានណាការព្យាយាមហ្នឹងខ្លាំងណាដូច្នេះហើយការព្យាយាមក៏មានកម្លាំងដែរយើងធ្វើទានរួចដោយអាស្រ័យការព្យាយាមប្រព្រឹត្តការងារអ្វីៗទៅបានដោយអាស្រ័យការព្យាយាមបានឈ្មោះថាពលៈធរមានការព្យាយាមជាខាងពីរហ្នឹងជាគោលទី2ណាសទ្ធាវិរិយៈហើយសតិសេចក្តីលើកបានការរលឹកបានដល់សេចក្តីល្អការរលឹកបានដល់គុណធម៌ការធ្វើខ្លួនអ្វីមួយក្នុងការព្យាយាមហ្នឹងយើងដឹងហើយរហូតមានសតិមកមួនប៉ុណ្ណា
គុណធម៌ក៏អាចនៅខ្លួនយើងប៉ុណ្្នឹងដែរដោយជាបកលឈួតយើងដល់វិកលចរិតសាងទានមិនបានស្រាប់ធម៌មិនបានសាងសេចក្តីល្អមិនបានដោយអាស្រ័យខ្លួនឯងវិកលចរិតគឺហៅបកលឈួតអីហ្នឹងនឹងដូច្នេះហើយយើងត្រូវដឹងថាការដែលមិនឈួតការដែលមិនវិកលចរិតការមិនផ្លឹងផ្លាត់ស្មារតីឈ្មោះនឹងសេចក្តីមិនប្រមាទហើយពុទ្ធរិកាយើងដឹងដែរទេអបមាទេនៈសមាយថៈអបមាទេនៈសមាយថៈការមិនប្រមាទហ្នឹងអ្នកទាំងឡាយជួយញ៉ាំងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះណាដែលអវាទចុងបំផុតរបស់ព្រះអង្គហ្នឹងគឺថាអ្នកទាំងឡាយចូលគុំប្រមាទចូលញ៉ាំងសេចក្តីមិនប្រមាទឲ្យសម្រេចចុះដោយសេចក្តីប្រមាទនោះណាដោយសេចក្តីមិនប្រមាទហ្នឹងដែលព្រះអង្គផ្ដាំជាចុងក្រោយរបស់ព្រះអង្គដោយអាស្រ័យថាជាភាពប្រជុំមកនៃសតិនឹងហើយសតិក៏មានកម្លាំងដែរពេលដែលសតិមានកម្លាំងញ៉ាំងឲ្យគុណធម៌អាចសម្រេចដល់សោតាអនាគាសកតិរមហតប្រអរផលពុទ្ធអីចឹងបានបច្ចេកពុទ្ធបានសម្រេចអ្វីៗបានទៅទៀតដោយអាស្រ័យឬសតិនឹងក្នុងការងារអ្វីៗដែលយើងខ្លាត់សតិឲ្យដូចជាបកលបើកនៅបជិះឡានប៉ុន្តែខ្លួនឯងជាបកលបើកនៅបហើយប៉ុន្តែវាខ្វះសតិដល់ខ្វះសតិមួយសបកចឹងក៏នាំមនុស្សទាំងអស់ដែលជិះទៅជាមួយរត់ហ្នឹងត្រូវតែមានគ្រោះថ្នាក់ជាមួយគ្នាទៅដោយអាស្រ័យខ្លួនឯងជាអ្នកបើកបយ៉ាងណាមិញសតិដូចជាអ្នកបើកបគុណធម៌ទាំងអស់ឬមួយថាសេចក្តីល្អទាំងអស់ដូចជាអ្នកជិះនៅបនោះជិះនៅរត់ចឹងណាហើយដល់បកលបើកបរង្វេងផ្លេចផឹកស្រាស្វឹងអីបន្តិចក៏ផ្លេចអីទៅដោយសារផ្លាស់សតិទៅក៏ស្លាប់ទាំងអស់ដោយអាស្រ័យថាខ្វះសតិហ្នឹងយ៉ាងណាមិញសតិហ្នឹងនាំឲ្យកម្លាំងពេលមានសតិមកមួនមានកម្លាំងហើយដឹងគុណធម៌ត្រូវធ្វើដល់សេចក្តីល្អត្រូវបំពេញរំលឹកដល់រឿយទៅណានាំមានកម្លាំងទឹកចិត្តដើម្បីធ្វើតទៅមុខទៀតដើម្បីប្រព្រឹត្តសេចក្តីល្អតទៅមុខទៀតដោយកម្លាំងនៃសតិហ្នឹងសេចក្តីលើកបានហើយសមាធិទី4ហ្នឹងសមាធិគឺតាំងខ្ចប់តាំងគុណធម៌តាំងអ្វីៗនៅខ្ចប់នៅក្នុងសមាធិហ្នឹងតាំងសេចក្តីល្អដែលយើងត្រូវប្រព្រឹត្តតាំងការស្ដាប់ធម៌តាំងការសិក្សាប្រតិបត្តិមួយថាតាំងអ្វីៗបំពេញសេចក្តីល្អអ្វីៗក្នុងការតាំងចិត្តនេះនៅស្មោះថាសមាធិធម៌គឺការតម្កល់ចិត្តឲ្យខ្ជាប់ខ្ជួនមួយថាការតាំងខ្ចត់ចិត្តឲ្យខ្ជួនឲ្យខ្ចប់មិនឲ្យល្វើល្វីសម័យអីទៅខាងទីរតីទេដោយចិត្តនឹងខ្ចប់ក្នុងកុសលតែមួយយ៉ាងគាត់ហ្នឹងហើយក៏មានកម្លាំងដែរតែចិត្តមានកម្លាំងកាយមានកម្លាំងហើយតែថាចិត្តមិនមានកម្លាំងហើយកាយក៏អស់កម្លាំងតាមនឹងដែរកម្លាំងចិត្តទៅវាទៅព្រមនឹងកម្លាំងកាយណាពេលហ្នឹងឲ្យចាំថាសមាធិពលៈហ្នឹងមកពីថាយើងមានការតាំងចិត្តខ្ចប់ជន់ក្នុងកុសលបំពេញសេចក្តីល្អមកស្ដាប់ធម៌បានដោយសារការតាំងចិត្តដែរតាំងចិត្តដើម្បីដើរមកស្ដាប់ធម៌តាំងចិត្តដើម្បីសិក្សាឲ្យតទៅមុខទៀតហ្នឹងដើម្បីស្រាវជ្រាវក្នុងពុទ្ធសាសនាដើម្បីស្វែងយល់អំពីបញ្ញាស្វែងរកបញ្ញាយ៉ាងណាដោយការតាំងចិត្តណាហើយតែចិត្តតាំងសុខាវហੰនេះចិត្តបកលទូមានហើយក៏នាំសេចក្តីសុខមកអោយណានឹងហើយចិត្តនឹងត្រូវការទូមានដោយការតាំងចិត្តហ្នឹងយើងកំណត់គោលដៅឲ្យចិត្តហ្នឹងកំណត់ទិសគឺបំពេញសេចក្តីល្អហ្នឹងគឺតាំងចិត្តឲ្យខ្ជាប់ខ្ជួននោះការតម្កល់ចិត្តឲ្យនឹងហៅថាឈ្មោះថាសមាធិធម៌ណាហើយសមាធិធម៌ក៏ធម៌ជានាំឲ្យយើងមានកម្លាំងដែរណាហើយទីផាត់ទីអង្គបញ្ញាយើងធ្លាប់ស្ដាប់ស្រាញ់ហើយបញ្ញានេះអ្វីប្រព្រឹត្តទៅបានតើមានបញ្ញាបានមានកម្លាំងទៅបានយើងមានបញ្ញាក្នុងការសិក្សាមានបញ្ញាក្នុងការស្ដាប់មានបញ្ញាក្នុងការស្វែងយល់បញ្ញាដែលចាក់ធ្លូបញ្ញាដោយការត្រៀតរិះបញ្ញាដែលស្វែងយល់ហើយក៏មានបញ្ញាដោយការរៀនច្រើនដូច្នេះយើងរៀនច្រើនមានបញ្ញាយើងសិក្សាច្រើនក៏មានយើងរៀនសិក្សាច្រើនមានបញ្ញាយើងស្ដាប់យើងគិតច្រើនគិតក្នុងផ្លូវដែលល្អគិតក្នុងគោលការណ៍ដែលល្អយកនៅសក្ការៈណាគឺការតម្កល់ចិត្តដល់នឹងដែលអាស្រ័យមានបញ្ញានេះដែរហើយបញ្ញាក៏ដែលអាស្រ័យការស្ដាប់ប៉ុន្តែបញ្ញាដែលមានហើយនាំមានកម្លាំងក្នុងការប្រតិបត្តិយើងដឹងថាយើងមានបញ្ញាពិចារណាថាសម្រាប់អ្វីបានដោយខ្សែមានបញ្ញានេះជាធំដូច្នេះយើងខំប្រឹងសន្សំបញ្ញាពេលដែលបញ្ញាកើតមានហើយកម្លាំងក៏មានមកនឹងព្រះពុទ្ធអង្គត្រាស់ដឹងដោយបញ្ញាធឹកនឹងដែរណាដោយពុទ្ធអង្គខ្លះមួយចំនួនអង្គខ្លះលោកត្រាស់ដឹងដោយសទ្ធាធឹកជាធំអង្គខ្លះត្រង់ត្រាស់ដឹងដោយវិរិយៈជាធំអង្គខ្លះលោកត្រាស់ដឹងជាបញ្ញាជាធំដូចជាពុទ្ធនៃយើងនេះព្រះសមណគោតមនេះជាមានបរមសាស្ត្រាព្រះអង្គនៃយើងព្រះអង្គត្រាស់ដឹងយកបញ្ញាជាធំណាការបំពេញបញ្ញាជាធំណាចឹងហើយយើងដែលមានបញ្ញានាំមានកម្លាំងព្រះអង្គត្រាស់ដឹងបានដោយស្រ័យមានបញ្ញាកម្លាំងដល់ត្រាស់ជាពុទ្ធបានកម្លាំងសម្ដេចគុណធម៌កម្លាំងអ្វីបានដោយស្រ័យមានបញ្ញាហើយបញ្ញានេះក៏នាំសេចក្តីសុខមកឲ្យដែរដូច្នេះហើយយើងត្រូវសន្សំបញ្ញានេះឲ្យច្រើនដើម្បីមានកម្លាំងក្នុងការបប្រតិបត្តិតទៅមុខទៀតណាហើយបញ្ញាយើងដឹងហើយយើងធ្វើអ្វីគ្មានបញ្ញាធ្វើទៅបានណាហើយគ្មានបញ្ញាការងារសិតតែខូចខាតយ៉ាងណាមានបញ្ញាកិច្ចការអ្វីក៏ចម្រើនសេចក្តីប្រតិបត្តិធម៌ក៏ចម្រើនហើយសេចក្តី
ប្រតិបត្តិនឹងរត់តែមានកម្លាំងដោយខ្លួនឯងជាអ្នកមានបញ្ញារក្សាសិលបានក៏អាស្រ័យមានបញ្ញាធ្វើសេចក្តីល្អបានក៏មានអាស្រ័យមានបញ្ញាដូច្នេះការរក្សាសិលការធ្វើសេចក្តីល្អការបំពេញកុសលធ្វើកិច្ចក្នុងព្រះវិន័យយ៉ាងណាក៏ដោយរក្សាព្រះសាសនាក៏ដោយអាស្រ័យខ្លួនឯងជាអ្នកមានបញ្ញាដូច្នេះហើយបញ្ញាជាធម៌ធัวអុយកម្លាំងអាចប្រព្រឹត្តទៅបានដូច្នេះខ្ញុំកណាសម្ដែងមកអំពីពលៈធជាកម្លាំងនឹងមាន5យ៉ាងទី1ហ្នឹងគឺមានជាសទ្ធាសេចក្តីជឿដែលមានហេតុផលទេណាជឿកម្មជឿផលជឿដែលមានហេតុផលវិរិយៈប្រពក្នុងសេចក្តីព្យាយាមហៅថាធ្វើដោយសេចក្តីព្យាយាមសតិនឹងសេចក្តីរលឹកបានហើយសតិនឹងគឺសេចក្តីមិនប្រមាទហ្នឹងជាថោប្រជុំចោះនៃសេចក្តីមិនប្រមាទសមាធិការតម្កល់ចិត្តនឹងមើលថាតាំងចិត្តដល់ខ្ចប់ក្នុងកិច្ចគុណធម៌ក្នុងសេចក្តីល្អហ្នឹងហើយបញ្ញាដឹងរបស់ដែលគួរដឹងប្រព្រឹត្តទៅក្នុងការដឹងនៅពុទ្ធណាដែលមិនមានទោសដែលប្រចាក់ទោសនឹងការដឹងដោយបញ្ញាទៅណាដូច្នេះដែលហៅថាបលៈហ្នឹងជាធម៌នាំឲ្យកម្លាំងដែលយើងដឹងហើយកម្លាំងចិត្តយើងអន់ថយពេលណាទៅកម្លាំងកាយយើងក៏ចុះពេលហ្នឹងហើយដែលយើងមានកម្លាំងចិត្តពេលណាធ្វើឲ្យកម្លាំងកាយរឹងរឹតតែមកមួនឡើងដល់មានទេទៅឈឺធ្ងន់ឡើងមិនរួចដល់គេមានបងប្អូនមកនិយាយលើកទឹកចិត្តទៅឡើងបានខ្លះទៅណាក្រោកទៅតាមកម្លាំងហ្នឹងខ្ញុំនិយាយថាបើសិនជាមិនសូវជាតនកសោយប្រហែលទេនិយាយដោយកម្លាំងលើកទឹកចិត្តទៅក៏មានបច្ច័នវែងដល់ទៅមុខទៀតដោយអាស្រ័យកម្លាំងទឹកចិត្តហ្នឹងទៅយ៉ាងណាប្រតិបត្តិការផ្សេងដូចជាឈឺដេកឡើងមិនរួចអញ្ចឹងហើយតែគេនិយាយដាក់ទឹកចិត្តទៅឡើងឈរបានដែរបណ្ដើរហូតដល់ជាទៅកណាដូច្នេះកម្លាំងកាយនេះត្រូវការហើយកម្លាំងចិត្តក៏ត្រូវការទៀតយើងធ្វើអ្វីមួយត្រូវតែមានកម្លាំងចិត្តថ្ងៃសិក្សាបឋមដើម្បីបានកម្លាំងចិត្តហ្នឹងដែលយើងបដៅទូមានចិត្តឲ្យល្អដើម្បីមានកម្លាំងចិត្តក្នុងការប្រតិបត្តិធម៌ក្នុងការសិក្សានៅបឋមមិនឲ្យជាបកលប្រមាទធ្វើប្រហែសហើយនៅដោយដេកនៅក្នុងបាបប្រព្រឹត្តតែស្ដីអាក្រក់នោះឡើយចូលជាអ្នកមានធម៌ចូលជាឧបាសកឧបាសិកាល្អហើយចូលជាភិក្ខុល្អជាបរិស័ទល្អក្នុងពុទ្ធសាសនាចូលជាកូនល្អរបស់មាតាបិតាចូលជាសិស្សរបស់គ្រូមិនចូលនៅជាអ្នកបកលពេលកាលណាទៀតទេមកពីថាយើងគួរខ្លាចបកលពេលក្នុងចិត្តហ្នឹងហើយថែបណ្ឌិតនៅក្នុងខ្លួនយើងមកបណ្ឌិតនៅក្នុងខ្លួនយើងនេះបណ្ឌិតនៅក្នុងខ្លួនយើងគឺតួនៃសប្បុរសធម៌យើងមានសប្បុរសនៅក្បែរយើងសប្បុរសនៅក្នុងខ្លួនយើងបើមិនជាយើងជាបកលមានសតិបញ្ញាសទ្ធាវិរិយៈហើយសមាធិយើងជាអ្នកមានកម្លាំងទៅដល់ទីកន្លែងណាក៏ដោយមិនខ្លាចអំណាចយក្សមាកន្ធប់ឯណាទេដែលអាស្រ័យខ្លួនឯងមានកម្លាំងដែរតាកម្លាំងគឺបញ្ញាកម្លាំងគឺសទ្ធាលោដល់ខ្លួនឯងមានសិលទេមិនចៃខ្លាចយក្សមាអមនុស្សទេដោយខ្លួនឯងជាអ្នកមានសិលដូច្នេះចូលសិក្សាខ្លួនឯងជាអ្នកមានសិលចូលជាអ្នកមានបញ្ញាតែមានបញ្ញាមានសិលទេទៀតមិនមែនជាអ្នកមានបញ្ញាហើយគ្មានសិលទេដូច្នេះយើងត្រូវសិក្សាសន្សំបញ្ញាសន្សំសេចក្តីល្អតទៅមុខទៀតយើងចូលចិត្តមនុស្សល្អដូច្នេះហើយចូលធ្វើខ្លួនឯងជាមនុស្សល្អឲ្យគេចូលចិត្តយើងមិនចូលចិត្តមនុស្សអាក្រក់យ៉ាងណាមិញយើងក៏គុំធ្វើមនុស្សអាក្រក់ឲ្យគេស្រអប់ដែរយ៉ាងណាយើងញ៉ាំងសេចក្តីល្អឲ្យប្រព្រឹត្តទៅបំផិតត្រូវតែដល់សេចក្តីស្លាប់មកដល់យើងញញឹមដើម្បីស្លាប់ត្រូវថាសេចក្តីស្លាប់មានអាណាជាបានបើជាក៏ជាមិនបានដែរដូច្នេះយើងមានសទ្ធាមានសតិរំលឹករឿយនៅមរណនុសតិណាហើយមានទាំងបញ្ញាក្នុងការសន្សំសុខបញ្ញាបរិលភោការសន្សំបាននៅបញ្ញានេះនាំសេចក្តីសុខមកឲ្យទីបំផុតបានយ៉ាងណាមិញយើងបានសេចក្តីសុខដោយអាស្រ័យមានបញ្ញាបានសទ្ធានេះនាំសេចក្តីសុខមកឲ្យដល់ទីលោកណាហើយមានវិរិយៈនឹងសេចក្តីព្យាយាមនេះព្រមសេចក្តីព្យាយាមព្រមដោយសទ្ធាទៅទីណាក៏គេគោរពគេចូលចិត្តដោយខ្លួនឯងជាអ្នកមានសទ្ធាមានសេចក្តីព្យាយាមមនុស្សណាចូលចិត្តមនុស្សខ្ជិលមនុស្សណាចូលចិត្តមនុស្សមិនឧស្សាហ៍យ៉ាងណាមិញយើងចូលធ្វើខ្លួនយើងជាអ្នកឧស្សាហ៍ជាអ្នកមិនខ្ជិលច្រអូសឡើយហើយគឺយើងដឹងថាសេចក្តីខ្ជិលជាហេតុនាំវិនិច្ឆ័យដូច្នេះសេចក្តីចម្រើននេះដោយអាស្រ័យសេចក្តីព្យាយាមចូលព្យាយាមឲ្យបានសម្រេចក្នុងកិច្ចការណាមួយជាកុសលជាសេចក្តីល្អយើងត្រូវព្យាយាមបន្តទៀតណាចឹងហើយបញ្ចប់ដោយសេចក្តីព្យាយាមចប់ដោយសទ្ធាហើយដោយថជាកម្លាំងនឹងដើម្បីមានកម្លាំងយើងសិក្សាទៅដើម្បីក្នុងពុទ្ធសាសនាឬមួយថាក្នុងបញ្ញារបស់យើងនេះដើម្បីសិក្សាក្នុងពុទ្ធសាសនាមកជាយើងជាអ្នកឧបាសិកាក្នុងពុទ្ធសាសនាជាឧបាសកក្នុងពុទ្ធសាសនាត្រូវរៀនសូត្រសិក្សាក្នុងពុទ្ធសាសនាឲ្យបានច្បាស់លាស់នៅក្នុងធម៌អ្វីៗដែលនាំធ្វើឲ្យក្លាហានធម៌អ្វីៗនាំមានកម្លាំងឲ្យរឹងរឹតតែមានបញ្ញាពិចារណាច្បាស់លាស់ឡើងដោយសតិសម្បជញ្ញៈនិងសេចក្តីខ្លាចសេចក្តីលឹកបានសេចក្តីដឹងខ្លួនកណាដូច្នេះហើយសូមបញ្ចប់នៅបទធម៌យ៉ាងនឹងឯងឧបាសក
បាសិកាបងប្អូនស្រីប្រុសឬមួយថាភិក្ខុសាមណេរកាលណាគុំចាស់ដល់ព្រះអង្គដែលបានស្ដាប់ទៅហើយក៏សូមសិក្សាបន្តខ្ញុំកណាសម្ដែងយ៉ាងនេះដើម្បីជាការទូមានគ្រឿងរំលឹកឬមួយថាជាស្ទេបបញ្ញាខ្លះៗដែលកាលណាគុំចាស់អាចសិក្សាបន្តទៅហើយមានការចម្រើននូវកុសលចម្រើនសេចក្តីល្អទាំងអស់គ្នាមកយើងសិក្សារវត្តនេះសិក្សាដើម្បីបានសេចក្តីសុខរួចផុតចាស់ទុក្ខតែម្យ៉ាងណាសូមអនុមោទនាបធរសូមនឹងជួយរួមប្រចំណែកពុទ្ធសាសនាតារា 5000 ឆ្នាំដោយបរិបូរណ៍ដោយប្រធរទេសនាយ៉ាងនេះសូមបន្តទៅជាឧបាសកបាសិកាកាលណាគុំចាស់សិតនៅជាអ្នកបរិបូរណ៍នៅក្នុងសិលបរិបូរណ៍នៅសេចក្តីល្អណាបញ្ចប់ថតប៉ុណ្្នឹងឯងนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะលំដាប់លំដោយទៅក្នុងវិរៈឱកាសថាមានសេចក្តីដើម្បីថានឹងបានជាអ្នកសម្ដែងប្រធរក៏ដូចជាថតរបស់បរមសាសម្មាសម្ពុទ្ធនៃព្រះអង្គដែលបានត្រាស់ដឹងហើយដែលថាព្រះធម៌បានស្ដាប់បានដោយកម្រដូច្នេះហើយយើងដែលបានស្ដាប់នៅព្រះធម៌ឈ្មោះថាបានដោយកម្រមួយដែលថាជាកម្រនៅក្នុងសង្សារវដ្តមកការត្រាស់ជាពុទ្ធបានដោយក្រយ៉ាងណាមិញការសម្ដែងនៅព្រះធម៌ការស្ដាប់បាននៅព្រះធម៌ក៏បានដោយក្រដែរនឹងការត្រាស់ដល់ពុទ្ធបានដោយកម្រការស្ដាប់នៅប្រធមបានដោយកម្រការសាមគ្គីសង្ឃរវាងសង្ឃក៏ការជាបានដោយកម្រដែរប៉ុន្តែដែលយើងបានស្ដាប់នៅប្រធមនេះដោយអំណាចការកសាងបុណ្យឧបនិស្ស័យអធិស្ឋ័យមកមិនមានមួយជាតិនេះទេសិតតែបានសន្សំមកជាអនេកជាតិជាច្រើនជាតិជាអនេកមកហើយធ្វើឲ្យមានបញ្ញាមានសទ្ធាជឿជាក់ក្នុង